ជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមានម៉ាស៊ីនកាត់ស្មៅមួយបញ្ហារបស់វាគឺវាអស់នេះបងប្អូនអស់ការ៉េអញ្ចឹងអាការៈរបស់វាម៉ាស៊ីនឆេះគឺផ្លែវាអត់វិលទេហ្នឹងហើយបើសិនជាបងប្អូនអ្នកប្រើជួបបញ្ហាបែបនេះបងប្អូនមិនបាច់យកមកជាងក៏បានដែរបងប្អូនគ្រាន់តែមានសោ5លីមួយដើមសោតាន់សោ4លីមួយដើមសោតាន់ដូចគ្នាអញ្ចឹងបងប្អូននេះគាត់ទៅដោះនេះមកអានេះខ្ចៅកលឹះខ្ចៅទប់ដងកុំឲ្យវិលយើងមួនឹងចេញមករួចហើយយើងបធូរខ្ចៅ5លីនេះដែលសោតាន់5លីហ្នឹងយើងបធូរវាមកគឺដកចេញមកបានហើយយើងមើលនៅក្នុងរននេះក្នុងអត់សូវច្បាស់សោះបងប្អូនក្នុងរននេះវាមានការ៉េនៅក្នុងនឹងដែរហ្នឹងឯងកាមេរ៉ាគឺចាប់វាចាប់អត់បានបើសិនជាវានៅស្អាតអូខេអញ្ចឹងវាខូចតានេះទេបាទសូមអរគុណ